សម្រាប់ថ្ងៃទី31ខែមករាឆ្នាំ2026ដែលត្រូវជាថ្ងៃម្សាញ់ឈើយីនឆ្នាំដែលល្អប្រសើរមានឆ្នាំវករកាហើយនឹងឆ្លូវបើត្រូវការធាតុឈើហើយនឹងភ្លើងកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នមានឆ្នាំកុរធាតុមាសវ័យ55ឆ្នាំនិងកុរធាតុដីវ័យ67ឆ្នាំទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងកើតហើយនឹងត្បូងឈៀងកើតរីឯតារាសាស្ត្រល្អចរមកក្នុងទិសខាងត្បូងទី2 180អង្សាយើងអាចអង្គុយធ្វើការឬដុតទៀន9ដើមបានក្នុងការចាប់លាភម៉ោងដែលអាចធ្វើបានល្អប្រសើរមាន2វេនទី1ម៉ោង7ទៅម៉ោង9ព្រឹកវេនទី2ម៉ោង11ទៅម៉ោង1ថ្ងៃត្រង់សម្រាប់ថ្ងៃទី31នឹងផ្ទាល់យើងឃើញថាជាថ្ងៃ Stable Day ដែលមានថាមពលល្អប្រសើរគ្រប់កិច្ចការងារសំខាន់យើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អរីឯការធ្វើដំណើរគួរមានការប្រុងប្រយ័ត្នជូនពរសំណាងល្អក្នុងការប្រើប្រាស់តារាសាស្ត្រសម្រាប់ថ្ងៃទី31ខែមករានេះផ្ទាល់អរគុណ